ជំរាបសួរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនមកយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ជាមួយខ្ញុំបាទបន្ថែមទៀតពាក់ព័ន្ធទៅនឹងគឺសុវត្ថិភាពចរាចរណ៍ណាបងប្អូនយើងមកទស្សនាคลิปវីដេអូនេះមួយគ្រោះថ្នាក់រវាងម៉ូតូរ៉ឺម៉កនិងឡានតើវាយ៉ាងម៉េចបងប្អូនសាកមើលតើទស្សនវិជ្ជានេះវាយ៉ាងម៉េចខ្ញុំសូមនិយាយខ្លះពាក់ព័ន្ធទៅនឹងស្ថានភាពនៅទីនោះស្ថានភាពផ្លូវនៅទីនោះណាបើមើលតាមស្ថានភាពផ្លូវនេះគឺជាស្ថានភាពផ្លូវដែលមានរាងជាអក្សរតេផ្លូវជាអក្សរតេនេះបងប្អូនផ្លូវអក្សរតេយើងត្រូវតែដឹងថាផ្លូវហ្នឹងនរណាមានសិទ្ធិជាងនរណាយើងត្រូវតែដឹងណាបងប្អូនមិនយើងចេះតែបើកឡើងមកទៅទឹងទៅទេតែឡើងមកចេះតែឡើងមកពេលផ្ដាស់គឺបុកដូចករណីហ្នឹងអញ្ចឹងផ្លូវអក្សរតេដូចបងប្អូនបានឃើញក្នុងរូបនេះខ្ញុំនឹងបង្ហាញនេះណាបង្ហាញនេះអញ្ចឹងវាមានកន្លែងដែលយើងដឹងទៅឈប់ជាទូទៅផ្លូវអក្សរតេកាលណាយើងឡើងពីផ្លូវអក្សរតេនេះមកយើងដាច់ខាត់ត្រូវទៅឈប់យើងជាទូទៅគេមានផ្លាកគេដាក់ផ្លាកឲ្យយើងបានដឹងគេប្រាប់ដំណឹងយើងជាមុនណាហ្នឹងកន្លែងហ្នឹង